លោកអឹមសួស្ដីបានលើកឡើងថាប្រព័ន្ធធារាសាស្ត្រថ្មីៗបន្ថែមទៀតនៅស្រុកស្ទូងនឹងបង្កើនជីវភាពពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងលោកអឹមសួស្ដីបានលើកឡើងថាប្រព័ន្ធធារាសាស្ត្រថ្មីៗបន្ថែមទៀតនៅស្រុកស្ទូងនឹងបង្កើនជីវភាពពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងលោកអឹមសួស្ដីអនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹកនិងឧតុនិយមបានលើកឡើងដូចនេះក្នុងកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធស្ដីពីការកសាងនិងស្ដារប្រព័ន្ធធារាសាស្ត្រថ្មីៗបន្ថែមទៀតសម្រាប់ស្រុកស្ទូងខេត្តកំពង់ធំនៅអគាររដ្ឋបាលស្រុកស្ទូងនៅព្រឹកថ្ងៃអង្គារទី4ខែសីហាឆ្នាំ2026លោកបានសង្កត់ធ្ងន់ថាការអភិវឌ្ឍនិងការពង្រីកប្រព័ន្ធធារាសាស្ត្រថ្មីៗនៅក្នុងស្រុកស្ទូងខេត្តកំពង់ធំគឺជាជំហានដ៏សំខាន់ឆ្លើយតបបានទាន់ពេលវេលានិងមានតម្លៃធំធេងណាស់សម្រាប់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រោះសមិទ្ធផលទាំងនេះផ្ដល់ផលប្រយោជន៍និងផលវិជ្ជមានជាច្រើនផ្នែករួមមានធានាសន្តិសុខទឹកមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការនិងដាំដំណាំបានច្រើនរដូវទាំងវស្សានិងប្រាំងដែលជួយបង្កើនទិន្នផលនិងប្រាក់ចំណូលគ្រួសារសម្រាប់ទីតាំងថ្មីបន្ថែមទៀតកាត់បន្ថយហានិភ័យគ្រោះធម្មជាតិដើរតួនាទីជាប្រព័ន្ធរំដោះទឹកនិងការការពារការលិចលង់ដោយចំនួនទឹកភ្លៀងជាយថាហេតុការពារទ្រព្យសម្បត្តិនិងដំណាំកសិកម្មរបស់កសិករសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនក្នុងទំនប់ឬភ្លឺកសិដ្ឋានបានប្រែក្លាយជាផ្លូវគមនាគមន៍ថ្មីសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័សនិងចំណាយតិចលើកកម្ពស់អេកូទេសចរណ៍និងបរិស្ថានការអភិរក្សនិងអភិវឌ្ឍអាងទឹក30កញ្ញាឲ្យទៅជាតំបន់អេកូទេសចរណ៍មិនត្រឹមតែថែរក្សាបរិស្ថានប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតឱកាសការងារនិងមុខរបរថ្មីៗជូនពលរដ្ឋក្នុងតំបន់ទៀតផងលើសពីនេះការកសាងទំនប់ស្ទះទឹកស្ទឹងតូចស្ទឹងនាងសល្ងាចនឹងអាចស្តុបទឹករាប់លានម៉ែត្រគីបបន្ថែមទៀតក្នុងការផ្គត់ផ្គង់ស្រោចស្រពធ្វើស្រែស្រូវរបស់កសិករនៅក្នុងឃុំកំពង់ចិនជើងឃុំប្រឡាយនិងឃុំម្សាក្រងជាច្រើនពាន់ហិកតាប្រកបដោយសុវត្ថិភាពការផ្លាស់ប្ដូរទាំងនេះនឹងក្លាយជាសសរស្តម្ភយ៉ាងរឹងមាំក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារនិងសហគមន៍ក្នុងស្រុកស្ទូងឲ្យកាន់តែរីកចម្រើននិងចីរភាព